បាទឥឡូវនេះខ្ញុំបានដល់ផ្លូវចូលទៅក្នុងភូមិរបស់អ្នកមីងខ្ញុំហើយបាទអញ្ចឹងនៅតាមដងផ្លូវគឺមានវាលស្រែដើមឈើនិងដើមត្នោតជាច្រើនបាទមានលាយឡំនៅសន្ទូងខៀវខ្ចីខ្លះក៏ក្រហមខ្លះដីខ្លះស្រែខ្លះក៏ក្រហមទៅស្រែខ្លះក៏សន្ទូងនឹងមើលទៅ3តងខ្ចីព្រឿងបាទគួរឲ្យគយគុណបាទជាពិសេសទៅទៀតនោះគឺគួរឲ្យនឹកស្រណោះកាលវិកុមារកាលពីអតីតកាលបាទធ្លាប់មិត្តភ័ក្តិរុញរទេះដើរលេងមើលវាលស្រែមើលដើមឈើបាទមើលឲ្យគួរឲ្យនឹកស្រណោះមែនតើតើបងប្អូន fan ទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំបានទេបាទពេលខ្ញុំឃើញទេសភាពទាំងអស់នេះគឺខ្ញុំនឹកដល់អ្នកមានគុណទាំងពីររបស់ខ្ញុំបាទនឹកពួកគាត់ខ្លាំងណាស់ពួកគាត់បានចែកឋានអរិយកាលជាយូរឆ្នាំហើយបាទពួកខ្ញុំនឹកពួកគាត់មែនតើបាទទោះបីជាយ៉ាងណាក៏ដោយទោះបីជាមើលទៅទេសភាពទាំងអស់នេះដូចជាមិនសូវជាស្រស់បំព្រងប្រមាណទេប៉ុន្តែមើលទៅគួរឲ្យត្រជាក់ភ្នែកហើយនឹងជក់អារម្មណ៍ផងដែរបាទទោះបីជាគ្មានភ្លៀងឬក៏យ៉ាងណាក៏ដោយក៏រុក្ខជាតិទាំងអស់នេះនឹងសន្ទូងក៏នៅតែលូតលាស់បានល្អផងដែរបាទប្រៀបដូចជីវិតរបស់យើងដែលត្រូវតែតស៊ូក្នុងឆាកជីវិតបាទឥឡូវបានដល់ផ្លូវបត់ចូលក្នុងផ្ទះមីងរបស់ខ្ញុំហើយបាទអរគុណច្រើនបងបាទ